សំជាស៊ូដាពិតមែន ជំរាបសួរអ្នកនាងខ្ញុំឈ្មោះឈឿនហាវជាម្ចាស់ថ្មីនៃតំបន់ចិញ្ចឹមសត្វសមុទ្រនៅទីនេះបើអ្នកនាងចាប់អារម្មណ៍លើគ្រឿងសមុទ្រមកមើលនៅកន្លែងចិញ្ចឹមរបស់ខ្ញុំទៅរបស់នៅកន្លែងខ្ញុំទាំងស្រស់ទាំងថោកមិនដូចរបស់លក់តាមផ្លូវបែបនេះទេ អីចឹងហេដាក់តម្លៃមករបស់ទាំងនេះខ្ញុំយកទាំងអស់ អ្នកនាងដាក់តម្លៃមកចុះអ្នកដែលស្គាល់របស់ពិតនឹងមិនឲ្យតម្លៃទាបទេ គួរឲ្យចាប់អារម្មណ៍ណាស់ គ្រាន់តែយកផ្លែឈើឯងបន្តិចបន្តួចសោះត្រូវតែធ្វើដល់ថ្នាក់នឹងមែនទេ 30ផ្លែឈើនេះតម្លៃបោះដុំ50យន្តក្នុងមួយចិនឯងដកទាំងគល់ធ្វើឲ្យខូចអស់រាប់រយចិនហើយ ឯងស្អីពេលឯងនៅក្មេងឡើងដើមឈើធ្លាក់បាក់ជើងតើអ្នកណាជាអ្នកស្ពីឯងទៅទីរួមស្រុកពេលឯងចិត្តដាច់ពូស្លាប់តើអ្នកណាឲ្យបាយឯងហូបគ្រាន់តែបេះផ្លែឈើឯងបន្តិចបន្តួចមានរឿងអីអាត្រង់ចុងខាងកើតជាទុំហើយត្រូវទុកឲ្យឯងដែរ ទោះស្អីបងប្អូនទាំងអស់គ្នាបានដឹងថា admin មានធួសម្រាប់រឿងហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះ admin នឹង demo ប្រាប់បងប្អូនលម្អិតហ្មងអំពីធួសម្រាប់រឿងរបស់ admin តើវាមានមុខងារអីខ្លះនៅក្នុងហ្នឹងហើយឥឡូវយើងទៅមើលវីដេអូនឹងទាំងអស់គ្នាហ្នឹងហើយអញ្ចឹង admin សូមបើកកម្មវិធីហ្នឹងឈ្មោះថា Dopify AI ហ្នឹងហើយ Dopify AI ហ្នឹងហើយអញ្ចឹងបើកមកអញ្ចឹងគឺវាមាននឹង UI បែបនេះបងប្អូនអាចមើលបានហ្នឹងហើយមាន UI បែបហ្នឹងហ្នឹងហើយអញ្ចឹង Dopify AI Pro ហ្នឹងហើយហើយឥឡូវនេះគឺ version 4.28 ហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះមាននឹង demo ប្រាប់បងប្អូនលម្អិតតែម្ដងតើនៅក្នុង Tweet នេះវាមានមុខងារអីខ្លះអូខេបងប្អូនទាំងអស់គ្នាបងប្អូនអាចមើលបាននេះគឺជា UI tool for admin ហ្នឹងហើយបងប្អូនអាចមើលបានគឺបែបហ្នឹងហ្នឹងហើយអញ្ចឹងកន្លែងនេះយើងមានកន្លែង upload វីដេអូចូលហ្នឹងហើយអញ្ចឹងនៅក្នុង Tweet admin នេះបែងចែកចេញជា2ហ្នឹងហើយអញ្ចឹងគឺអានេះគឺ Dopify AI Studio ហ្នឹងហើយកន្លែងនេះគឺ big process នេះហ្នឹងហើយ big processing នេះអញ្ចឹងបែងចែកចេញជា2ហ្នឹងហើយអញ្ចឹងកន្លែងនេះបងប្អូនអាចកាត់ម្ដងបានមួយវីដេអូហើយកន្លែងនេះបងប្អូនអាចគ្រាប់បើកលើវាមកអាចកាត់ម្ដងបាន10វីដេអូតែម្ដងហ្នឹងហើយ auto process ទៅតែម្ដងហ្នឹងហើយឥឡូវមានសូមបង្ហាញចំពោះកន្លែង studio មុនកន្លែងនេះមុនហ្នឹងហើយដោយសារកន្លែងនេះគឺ admin ធ្វើវាមកគឺ auto ទៅតែម្ដងសម្រាប់បងប្អូនកាត់វីដេអូច្រើនហ្នឹងកាត់ម្ដងបាន10វីដេអូហ្នឹងហើយកាត់ម្ដងបាន10វីដេអូនេះហ្នឹងហើយ auto ទៅទាំងអស់តែម្ដងអត់ប្រវាក់យល់ហើយហ្នឹងហើយអញ្ចឹង admin សូមបង្ហាញនៅលើផ្ទាំង studio ទៅសិនអញ្ចឹងបងប្អូនកន្លែងនេះបងប្អូនអាច upload វីដេអូចូលហ្នឹងហើយដែល upload វីដេអូណាដែលយើងចង់សម្រាយរឿងបកប្រែពីសលេងមួយទៅសលេងមួយហ្នឹងណាហើយអាច upload ចូលមកហ្នឹងហើយ upload ចូលមកវានឹងចេញបែបនេះហ្នឹងហើយអញ្ចឹងកន្លែងនេះបងប្អូនអាចឃើញនៅខាងក្រោមនេះហ្នឹងហើយអញ្ចឹងខាងក្រោមនេះគឺយើងមានកន្លែង radio ហ្នឹងហើយ radio ដូចក្នុង CapCut អញ្ចឹងហ្នឹងហើយអញ្ចឹងគឺយើងមានទំហំកំណត់ទំហំវីដេអូហ្នឹងហើយអញ្ចឹងបងប្អូនចង់បានទំហំប៉ុណ្ណាក៏បានដែរយើងអាចសិតតាមហ្នឹងហ្នឹងហើយឥឡូវមានសូមសិត9 16ទៅអានេះទំហំសម្រាប់ TikTok Facebook ហ្នឹងហើយអញ្ចឹងបងប្អូនអាចសិតទំហំនឹងតាមអ្វីដែលបងប្អូនស្រឡាញ់យក original តតែក៏បានឬមួយក៏សិតទំហំរបស់វាក៏បានដែរអញ្ចឹងពេលដែលបងប្អូនសិតទំហំប៉ុណ្ណាពេលដែលបងប្អូន export វីដេអូមកគឺចេញទំហំប៉ុណ្ណឹងតែម្ដងហ្នឹងហើយឥឡូវបងប្អូនអាច play មើលបានហ្នឹងហើយនេះ play មកហ្នឹងអាច play មកហើយនេះយើងមាន play មាន stop មាន mute មានតម្លើងសលេងបិទសលេងអីចឹងហ្នឹងហើយអញ្ចឹងនៅខាងក្រោមនេះគឺយើងមានប៉ុណ្ណឹងហើយនៅខាងលើ tool bar នេះមាននឹងបង្ហាញបងប្អូនលម្អិតអញ្ចឹងពេលដែលបងប្អូនចុចលើអីមួយវានឹង hover ប្រាប់ថាហ្នឹងគឺជាមុខងារខ្លះហើយហ្នឹងហើយអញ្ចឹងពេលបងប្អូនយកម៉ៅដាក់លើហ្នឹងមកអញ្ចឹងកន្លែងនេះវាដាក់ឈ្មោះថា add blur អញ្ចឹងពេលបងប្អូនចុចដាក់មួយ click លើវាមកចុចមួយ click លើវាមកវានឹងចេញ blur ឲ្យបងប្អូននេះហ្នឹងហើយអញ្ចឹង blur នេះបងប្អូនចង់យកវាដាក់កន្លែងណាធម្មតាគេយកវាមកដាក់បាំងអក្សរបងប្អូនណាហ្នឹងហើយបាំងអក្សរនេះបាំងអក្សរចិនហ្នឹងហើយអញ្ចឹងយើងមានបាំងអក្សរចិននេះហ្នឹងហើយនេះបាំងអក្សរចិនណាយកវាបាំងអក្សរចិនហ្នឹងមកហើយនៅក្នុង blur ហ្នឹងវាមាន3ជំរើសនៅក្នុងហ្នឹងទៀតហ្នឹងហើយបងប្អូនចុចមើលកន្លែងអក្សរនេះហ្នឹងហើយទី1គឺអក្សរ M នេះគឺ medium មានថា blur ធម្មតាហ្នឹងហើយ blur បែបហ្នឹងហ្នឹងហើយចុចមួយលើមក click លើវាមកអានេះគឺ high នេះគឺ blur ខ្លាំងហើយចុចមួយទៀតមកគឺ low ហ្នឹងហើយនេះគឺ blur មិនសូវខ្លាំងទេអាចនឹងឃើញអក្សរហ្នឹងហើយបងប្អូនអាចឆ្លាញ់យកមួយណាក៏បានដែរយក medium យក high យក low អីក៏បានដែរឥឡូវយើងយក medium ហ្នឹងមកហ្នឹងហើយអូខេនឹងបានប៉ុណ្ណឹងនេះឃើញអត់អញ្ចឹងគឺអា blur ហ្នឹងគឺវានឹងបាំងទៅលើ subtitle វីដេអូដើមរបស់គេហើយអញ្ចឹងហើយបងប្អូនអាចធ្វើអញ្ចឹងមកហ្នឹងហើយហើយបន្ទាប់មកទៀតកន្លែងនេះគឺពេលដែលបងប្អូន hover ម៉ៅលើវានឹងវាដាក់ថា add image ហ្នឹងហើយអញ្ចឹងកន្លែងនេះបងប្អូនអាច add logo ដូចជា sponsor អីបានណាហ្នឹងហើយចុចលើវាមកអញ្ចឹងបងប្អូននឹងអាចទៅរើសយក logo ឬមួយក៏ sponsor អីដាក់លើវីដេអូនឹងបានហ្នឹងហើយអូខេអញ្ចឹងអាចចុចនឹងមកនេះអាចមកនឹងអាច add logo បានណាតូចធំអីឆ្លាញ់សេរីតាមចិត្តណាហ្នឹងហើយប៉ុណ្ណឹងមកដាក់កន្លែងណាក៏បានដែរហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងបានហើយ play មកហ្នឹងហើយអញ្ចឹងបន្ទាប់ទៀតគឺយើង add text ហ្នឹងហើយចឹងបងប្អូនអាច add text នៅលើវីដេអូរបស់បងប្អូនបានណាហ្នឹងហើយបន្ទាប់ទៀតគឺ add text អញ្ចឹងបងប្អូនអាច add text បានហ្នឹងហើយអញ្ចឹងបងប្អូនអាច add text មកចង់វាយអីវាយមកហ្នឹងហើយ
chẳng chọn đại cho nó chương hướng lơ video nó ấy đã mở lưới mình xong đã ha xong rồi từ ngày ai á pha video á chẳng cứ nó ngả so nó cứ viên nó load nó lơ preview video preview bảo chương tèm đòn đại dương ai sẽ bán á là ngày nè ai sẽ bán tam chất á là ngày ai sẽ bán anh ấy cứ preset xẹp bông po lạnh preset mới nát các bạn này khỏi chọn máu viên nó đâu tam là ngày mình preset xẹp bông po rồi hết là ngày lạnh mới nát giờ mới năng mỏ là ngày hai bà bông po trong custom con ấy custom mình tham bông này cài bán á là ngày chứng trong đô font ấy các bạn này nè kênh đô font á trong đô font ấy các bạn này là ngày chứng cứ nó lớn ít vì nó bắt đầu tam bông này cái lạnh preview á là ngày lấy do font là còn tôm rồi pro đúng không hoặc là nó đọc bồ chính hồi xong font size hiện thông mình tích đo sang lại chỉ chùm nấu chướng á chứng tiên về thông á bầm bậy á ok bầm bậy mất này phần năng mất là ngày chứng bài phần năng này hà đến ai chờ độ hàng khỏi tranh rồi mua gọi trong đồ po ấy bàn là ngày bao mưa tàn lần tới dừng ai đồ po dừng ai đã stroke bỏ soi chẳng là ngày ba tờ một bộ này mở bán là ngày outline nhiệt độ chẳng mất blur shadow ấy là ngày hoặc là những vô trong đặt lại nhá các bạn này là ngày align nhé là center left right cái ba tờ thôi chụp position là cho nó chương hà lơ này trong đạn nơi cả các bạn nơi hàng khóm của bạn free đi các bạn là ngày bị chắn đạn nó top free đi một bộ trong đặt lại nha các bạn này check được video cho mới nhưng ai tiền bàn tam chất khí ất này trong đặt lại nha các bạn này tại phía chớ này bên gió giờ top này hay cứ vì sạch auto tại mà đòn là ngày sạch auto tại đòn và top mót tí là ní cứ watermark này mình thằng mày watermark nó p đèn phone play video nâng khơi nhà so mới rút pin này ha này pin video này nâng khai ta watermark á nâng chẳng ai sẽ xây chung mất bông phone ai sẽ xây chung ấy các bạn này này mình xây chung mình mất mình hỏng ok chẳng bông phone nâng ai giờ cái này ai đâu phone bàn đấy này trong đạo phone ấy các bạn này bố độ cháu rồi ở trong đã thế trong đạp ấy các bạn này này chẳng ngả so nó cứ vì nâng lột chọp nó lơ video đồng tài mà đòn này ở và thế thôi dừng ai add post add image cho các bạn này bông trong đặt logo con anh rút pin video nữa các bạn này và tha cho ngôi thạch như rút á bông do cái này dynamic nè này chứng cái này như dừng ai set top đặt nơi khác trong đặt lại nha các bạn này này sẽ bị chớn cái đặt trong của ta tem bông cho ngôi thạch những virus do cái này dynamic watermark nè này chẳng biết là bông do dynamic watermark nếu một bông đừng khơi nhà watermark này rốt này miền cho nã này chẳng cho nã nó một bông cho ngồi lướn cho ngồi slow của bạn cho ngồi medium của bạn cho ngồi pha này của bạn này nè pha này rốt lướn này ta bị chớ như slow máu này hai cái này dương ai giờ đặt medium top full screen này cho bạn này full screen nó cứ so nó cứ rốt pin video dương nâng tay mà đòn này khi hết nè họ dừng ai đồ po color thích ấy nâng ban tầng ở nè là ngày ở tầng để cho ta apply nâng máu cho apply mất chứng cứ bị chọp nâng lại này nè khi hết sưu chẳng bao bồn nó không thuê mình ấy một bồn ai edit ở root massage được không tại mà đòn chẳng mà tham bồn trong chiêu license ấy mình group VIP nó không nâng miền bởi nó bồn download video cái đôi chia ai nâng time tool cắt video auto tại mà đòn này chọp cho mùi nâng cam thị double file pro nâng xem bóng bồn em ăn chiêu license cam thị mình từ pra là ngày chẳng nàng to mà tiết dương miền là bật tông cả cái cứ reverse là ngày reverse này mình tham mấy một bồn mình tham p đèn bồn edit không ai muối á này khó chọn mà click đấy cứ vì năng tập lọc tập hiệp đam với ngày là ngày ở tòa thì ok chẳng thô bật to mà tiết cứ dương miền crop chẳng nơi cái lại crop đi một bồn anh mơ bán dương miền bồn bồn đọc vào muối sai xẹp ở bồn rồi tại mà đòn là ngày bà tham bồn rồi sai nhá hơi bồn ai sẽ vì tam năng bạn này khởi nhát trong crop dương này nó các bạn này là ngày trong do crop cái này các bạn đấy anh ấy original hơi bằng bông cho cái lạnh free ní một bông trong crop cái này nè các bạn này crop lại nè chào các bạn này khi anh này anh crop lại đừng mất crop lại xong crop nữa là ngày cho rest wing cho cancel ấy wing nữa là ngày ở do lại free mất trong crop khang lơ đi chào là ngày trong crop khang lơ đi chào này tao mất chưa cho confirm mới mất bạn sẽ khi anh hồi sáng cứ việc đôi xe tam đòn này nơi khang credo khom này là ngày chẳng phần năng tới dương bàn này khi anh chẳng ngờ cho bố thô và to một tiết dương miên là này ha ai play với Tyson nó nè ai play với Tyson nó nè khơi nhót là ngày
អញ្ចឹងបន្ទាប់មកទៀតយើងមានចំពោះ vertical នេះយើងអាចត្រឡប់វីដេអូបានណាត្រឡប់វីដេអូឡើងលើចូលខមអញ្ចឹងហ្នឹងហើយហើយកន្លែងនេះយើងមានflip horizontal បងប្អូនគាត់ចុចមកគឺវីដេអូយើងគឺវានឹងបែរទៅតាមហ្នឹងហើយហើយបតង់បន្តមកទៀតនេះគឺ new project មានថាបងប្អូនកាត់នៅក្នុងកន្លែងនេះរួចហើយបងប្អូនគ្រាន់តែចុច new project ហ្នឹងមកគឺវានឹងបើក project ថ្មីបងប្អូនណាហ្នឹងអាចកាត់ម្ដងទៀតបានណាហ្នឹងហើយអូខេអញ្ចឹងខាង tool ខាងលើនេះគឺប៉ុណ្្នឹងឯងហ្នឹងហើយអញ្ចឹងបន្តមកទៀតដែលមានសំផាញ់ទៅលើផ្ទាំង setting ហ្នឹងហើយ setting ខាងលើនេះហ្នឹងហើយអញ្ចឹងបន្ទាប់ setting មកយើងមានផ្ទាំងPro ហ្នឹងហើយ activate key ហ្នឹងហើយអញ្ចឹងពេលបងប្អូនជាវ license ទៅនឹងបាន key នឹងដាក់ key ចូលទៅគឺនេះតែម្ដងគឺប្រើបានតែម្ដងហ្នឹងហើយអូខេអញ្ចឹងខាងលើនេះគឺយើងមាន setting នេះយើងមានកំណត់ច្រើនណា setting នេះយើងមានកំណត់ច្រើនហ្នឹងហើយអញ្ចឹងកន្លែងនេះបងប្អូនអាចកំណត់ច្រើនណាតែពីច្រើនតែមាន set default ឲ្យបងប្អូនមកស្អាតស្រេចអស់ហើយហ្នឹងហើយអាច set default បងប្អូនស្រេចរួចស្រេចអស់ហើយហ្នឹងហើយឥឡូវមានសុំបង្ហាញមួយហ្នឹងហើយអញ្ចឹងនៅក្នុងការ generate ជា subtitle ណែ generate video ជា subtitle យើងមាន2ជំរើសកន្លែងនេះហ្នឹងហើយអញ្ចឹងបងប្អូនអាចប្រើ API key របស់ Google ក៏បានហ្នឹងហើយអាចប្រើ API key របស់ Google បងប្អូនជាច្រើនប្រហែលជាដឹងហើយប្រើ API key របស់ Google ហ្នឹងហើយអញ្ចឹងអាចប្រើ API key របស់ Google ក៏បានឬមួយក៏ប្រើ local machine បងប្អូនផ្ទាល់ក៏បានដែរធ្វើឲ្យមាន support ទាំងអស់តែម្ដងអញ្ចឹង local នេះគឺយើងប្រើជាមួយ faster whisper គឺ run នៅលើ local machine បងប្អូនតែម្ដងតែភាគច្រើនយើងប្រើជាមួយGoogle API នេះសម្រាប់បងប្អូនដែលមានកុំព្យូទ័រមធ្យមហ្នឹងហើយធ្វើឲ្យមាននេះបងប្អូនមានកុំព្យូទ័រតូចក៏អាចប្រើបានដែរកម្រិតតូចក៏អាចប្រើបានដែរប៉ុន្តែយើងប្រើជាមួយនឹង Google API ទៅហ្នឹងហើយយើងប្រើជាមួយ Google API ទៅហើយបើថាបងប្អូនមានកុំព្យូទ័រប្រហែលគ្រាន់គ្រាន់បើបន្តិចបងប្អូនប្រើជាមួយ local នេះក៏បានដែរដោយសារតែប្រើជាមួយGoogle API នេះវានឹងមានបញ្ហាមួយគឺវា limit ដោយសារតែ Google API key ដែលយើងដាក់ហ្នឹងគឺខាង Google គេ free ឲ្យទេហ្នឹងហើយប៉ុន្តែបងប្អូនអត់ចាំបាច់បារម្ភទេអត់ចាំបាច់បារម្ភថា generate បានតិចទេអត់ចាំបាច់បារម្ភទេធ្វើឲ្យមាននេះ support multiple key ហ្នឹងហើយអញ្ចឹងបងប្អូនមាន account Google មែន10 20 account បងប្អូនអាចដាក់ key ចូលក្នុងនោះទាំងអស់តែម្ដងហ្នឹងហើយនេះអាចដាក់ key ចូលទៅក្នុងtool ដែលមានទាំងអស់ណាហ្នឹងហើយអញ្ចឹងបើថាបងប្អូនធ្វើវីដេអូច្រើនមួយវា limit វានឹងរុញទៅមួយទៀត auto តែម្ដងហ្នឹងហើយមួយ limit រុញទៅមួយទៀត auto តែម្ដងហ្នឹងហើយចាំបាច់បារម្ភទេហ្នឹងអញ្ចឹងគឺវាអត់ចេញអត់ចេះ limit ទេហ្នឹងហើយអញ្ចឹងគឺវានឹងឆ្លាស់ចុះឆ្លាស់ឡើងរហូតណាអត់ចាំបាច់បារម្ភទេហ្នឹងហើយប៉ុន្តែបើថាបងប្អូនមានកុំព្យូទ័រខ្លាំងអត់ចង់ប្រើ API key របស់ Google ទេបងប្អូនអាចប្រើ Fast Whisper នេះបានហ្នឹងហើយអញ្ចឹងគឺយើង select option ជាងមកហ្នឹងហើយ select option ជាងមកហ្នឹងហើយ select option ជាងមកអញ្ចឹងបងប្អូនអាចជ្រើសរើសយកមួយណាក៏បានដែរហ្នឹងហើយគឺយើងអាច generate subtitle បានទាំងអស់តែម្ដងហ្នឹងហើយអញ្ចឹងបងប្អូនអាចចូល Google API មុនហ្នឹងហើយ Google API មុនអញ្ចឹងកន្លែងនេះយើងដាក់ source នេះ auto detect ចឹងមកហ្នឹងហើយអញ្ចឹងវីដេអូនេះសលេងអីគឺវានឹង auto detect បកឲ្យយើងហើយហ្នឹងអញ្ចឹងមិនបារម្ភទេអញ្ចឹងកន្លែងនេះយើងមាន performance បងប្អូនយកមួយណាក៏បានដែរចង់ឲ្យកម្មវិធីនឹង run ជាមួយមួយណាក៏បានដែរ GPU ក៏បាន CPU ក៏បានអត់បញ្ហាទេហ្នឹងហើយអញ្ចឹងកន្លែងនេះមានសិតឲ្យបងប្អូនអូតូហើយហ្នឹងហើយអញ្ចឹងសូមបង្ហាញទៅលើចំណុចហ្នឹងសិនចុច seal មកហ្នឹងហើយអញ្ចឹងកន្លែងនេះបងប្អូនអាចជ្រើសរើសបាន subtitle ចង់ generate ជាភាសាអីហ្នឹងហើយចុច select តាមហ្នឹងមកណាហ្នឹងហើយអញ្ចឹងចុចខចុច translate មួយមកហ្នឹងហើយអញ្ចឹងវានឹងចាប់ផ្ដើមបកប្រែជានេះហើយជា subtitle ឲ្យយើងហើយខាងក្រោមនេះបង្ហាញពី process របស់វាហ្នឹងហើយអញ្ចឹងវាប្រើ model AI ស្អីខ្លះវានឹង switch ឲ្យបងប្អូនមើលទៅតាមហ្នឹងហើយហ្នឹងហើយឥឡូវមិញដោយសារតែយើងកែទំហំវីដេអូឥឡូវមានសុំនេះបាននេះបានមក subtitle បានមកបងប្អូនហ្នឹងហើយ subtitle បានមកហ្នឹងហើយ subtitle បានមកហ្នឹងហើយសុំកែបិទនេះតិចហ្នឹងហើយ subtitle បានមក subtitle បានមករួច subtitle ហ្នឹងបងប្អូនអត់ចាំបាច់បារម្ភទេហ្នឹងហើយគឺវាមាន auto detect ស្រាប់តែម្ដងហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូហ្នឹងបើថាវីដេអូហ្នឹងមានមនុស្សស្រីដែលមានតួអង្គស្រីគឺវានឹង auto detect ក្រៅនេះដូរទៅ female auto តែម្ដងហ្នឹងហើយដូរទៅ female auto តែម្ដងយើងអត់ចាំបាច់ចុចចេះក៏បានដែរហ្នឹងហើយភាពត្រឹមត្រូវវាប្រហែលជា95ទៅ 98% បងប្អូនចាំបាច់បារម្ភទេហ្នឹងហើយយើង play តាមតិចមកបើថាកន្លែងណាវាខុសឆ្គងអីយើងគ្រាន់តែចុចដូរអញ្ចឹងមកដូរទី female តិចមកតែវាអត់ខុសច្រើនទេបងប្អូនហ្នឹងហើយអាហ្នឹងអត់ដឹងធ្វើម៉េចទេបញ្ហា Google ដែលយើងប្រើ key trial របស់គេអញ្ចឹងហ្នឹងហើយវាអត់បានមកពេញ100ពេញលេង 100% ទេនឹងសូមបញ្ជាក់បងប្អូនឲ្យហើយណាប៉ុន្តែយើងអាចអត់ប្រវត្តិទេយើងគ្រាន់ដូរតាមតិចមកណាហ្នឹងហើយតែវាត្រឹមត្រូវបានចាប់ពី 95% ឡើងដែរបងប្អូនហ្នឹងហើយអូខេអញ្ចឹងយើងបានប៉ុណ្្នឹងហើយ
ហើយចំពោះកន្លែងនេះកន្លែង subtitle នេះយើងអាច edit បានទៀតហ្នឹងហើយ subtitle ហ្នឹងអញ្ចឹងពេលដែលបងប្អូនយកមកលើចុចលើនឹងមក double click លើវាមកណែអញ្ចឹងបងប្អូននឹងឃើញអានេះគេហៅថា center ពេលខ្លះ subtitle វានៅគៀនណាថាវាតូចយើងកំណត់តូចចឹងទៅវានៅគៀនចេះអញ្ចឹងយើងអត់ដឹងថាវាកន្លែងណាទេតែវាកណ្ដាលវីដេអូហ្នឹងហើយអញ្ចឹងយើងគ្រាន់ចុចកន្លែងនេះមកគឺវារត់នឹងកណ្ដាលវីដេអូហើយបងប្អូនចង់ customize ចង់ link style ទៅលើ subtitle របស់យើងចុចលើរូបខ្មៅដៃនេះណាអញ្ចឹងនឹង load dialog នេះមកហើយ load dialog នឹងមកអត់នេះទេបងប្អូនដូចតែនៅក្នុងយើង add text មិនដែរទេទៅរៀងគ្នាទេហ្នឹងអញ្ចឹងកន្លែងនេះយើងមាន preset មកស្រាប់បងប្អូនចង់យក preset មួយណាក៏បានដែរនេះឃើញអត់ហ្នឹងហើយ preset ស្រាប់ក៏បានហ្នឹងហើយឬមួយក៏អត់ចង់អញ្ចឹងទេចង់យកកន្លែង custom ហ្នឹងហើយ custom នេះគឺយើងអាចដូរ font ណាយកកន្ទុំរួយ Pro ក៏បានយកខ្មែរOS បាត់ដំបងសៀមរាបអីក៏បានដែរនេះយកតាមហ្នឹងមកហ្នឹងហើយហើយនេះសូម font size រៀងធំបន្តិចដើម្បីបង្ហាញបងប្អូនណាហ្នឹងហើយនេះ font size ប៉ុណ្ណឹងមក font size ហ្នឹងហើយតែជាទៅកុំដាក់ធំពេកបងដាក់ធំ7 6ទៅបានហើយ5កន្លែងទៅហ្នឹងហើយឃើញអត់យើងអាចលេង style បាននេះឃើញអត់ដាក់អក្សរសុទ្ធចេះក៏បានដែរហ្នឹងហើយលេង style អីតិចតួចក៏បានដែរហ្នឹងហើយស្រេចតែបងប្អូនទេហ្នឹងហើយអូខេពេលបងប្អូនយកទៅធ្វើប្រហែលជាបងប្អូនដឹងកន្លែងហ្នឹងហ្នឹងហើយបងប្អូនបានជា license នៅកម្មវិធីនេះមានក្រុម VIP មួយដែលបរិញ្ញាបងប្អូនលម្អិតទៅលើ function នីមួយតែម្ដងហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះមានគ្រាន់ demo បង្ហាញបងប្អូនទ្រុសទេហ្នឹងហើយអូខេបងប្អូនអញ្ចឹងបន្ទាប់ពីហ្នឹងហើយយើងអាចចុច apply បានណាហ្នឹងហើយអញ្ចឹងចុច apply មកគឺយើងបានបែបហ្នឹងហើយហ្នឹងហើយនេះ subtitle ខ្មែរលោតនៅខាងក្រោមហ្នឹងហើយ subtitle ខ្មែរហ្នឹងបងប្អូនអាចលើកវាយកទៅដាក់លើវីដេអូចេះក៏បានដែរលើអា blur វា blur នេះហ្នឹងហើយបានដូចគ្នាហ្នឹងហើយចុចកន្លែងសិនហ្នឹងមកប៉ុណ្្នឹងមក万的违约金，你们赔得起吗？哎呦！ អូខេហ្នឹងហើយអញ្ចឹងបន្តមកទៀតយើងចូលអូខេបងប្អូនអញ្ចឹងបន្តមកទៀតយើងដល់វគ្គ generate សលេងហើយហ្នឹងហើយអញ្ចឹងនៅក្នុង generate សលេងនេះយើងមានដូចនៅក្នុងនេះដែរហ្នឹងហើយដូចនៅក្នុង generate subtitle ដែរហ្នឹងហើយអញ្ចឹងសលេងទី1បងប្អូនចូលមកកន្លែង voice យើងអាចកំណត់បានហ្នឹងហើយអញ្ចឹងកន្លែងនេះយើងអាចប្រើជាមួយ Google API ហ្នឹងហើយដែលបងប្អូនឃើញវីដេអូច្រើននៅលើ TikTok Facebook អីហ្នឹងសលេងហ្នឹងគឺយើងប្រើ Google API ហ្នឹងហើយហើយបងប្អូនអត់ចង់បាន Google API ទេហ្នឹងហើយចង់បានដូចសលេងមនុស្សពិតឬក៏ដូចសលេងណាម្នាក់អត់ប្រវាទេមានដូចគ្នាហ្នឹងហើយគឺយើងប្រើ Vox CPM អញ្ចឹង Vox CPM នេះយើងអាចដាក់សលេងនរណាម្នាក់ប៉ុន្តែកុំភ្លេចសុំសិទ្ធគេផងណាបងប្អូនកុំចេះតែយកសលេងគេមកដាក់ណាអត់មានទទួលខុសត្រូវណាហ្នឹងហើយអញ្ចឹងមុននឹងបងប្អូនយកសលេងនរណាម្នាក់គួរតែសុំការអនុញ្ញាតពីគេសិនហ្នឹងហើយកុំយកសលេងគេមកឆៅណាបើចាត់គេប្តឹងមានអីអាហ្នឹងអត់មានទទួលខុសត្រូវទេបងប្អូនដោះស្រាយខ្លួនឯងអញ្ចឹងគឺយើងអាចប្រើជាមួយនឹង Vox CPM ក៏បានដែរហ្នឹងហើយអញ្ចឹងគឺយើងមានសលេង auto ក៏បាន natural ហ្នឹងហើយគឺយើង voice clone ក៏បានដែរអញ្ចឹង voice clone នេះ admin recommend ឲ្យបងប្អូនយក voice clone នេះប្រហែលទេបងប្អូនគ្រាន់តែ upload សលេង2ហ្នឹងហើយទី1គឺសលេង male និង female ហ្នឹងហើយអញ្ចឹងបងប្អូនអាចទៅយកសលេងពីណាក៏បានដែរណាក៏បានដែរនៅចំនួន2នាក់មក2សលេងមកតែត្រឹម3វិនាទីក៏បាន5វិនាទីក៏បានដែរហ្នឹងហើយ upload ចូលមកនេះ upload ចូលមកហ្នឹងហើយ upload ចូលមកណាហ្នឹងហើយ upload ចូលមកអូខេឬបងប្អូនអាចយកសលេងពី Vox CPM ផ្ទាល់ក៏បានដែរនឹងអត់ប្រវត្តិទេហ្នឹងហើយអញ្ចឹងពេលដែលបងប្អូន generate audio ទៅគឺសលេងហ្នឹងគឺវានឹងដូចសលេងគេសឹងតែ90ទៅ 100% តែម្ដងនៅចំពោះ Vox CPM ហ្នឹងហ្នឹងហើយប៉ុន្តែឥឡូវ admin សូមបង្ហាញទៅលើនេះសិនទៅលើ Google TTS Google API សិនចុចលើវាហ្នឹងមកហ្នឹងហើយចុចលើវាហ្នឹងមកហើយយើងអាច preview មើលបានណានេះ preview វាសិនមកសួស្តីខ្ញុំគឺជាកម្មវិធីសម្ដែងរឿង AI ឥឡូវយើងទៅ preview សលេង Vox CPM មួយទៀតហ្នឹងហើយដើម្បីបងប្អូនមើលហ្នឹងអញ្ចឹងដើម្បីប្រើវាបានយើងត្រូវ start server សិនមិនសុំ start server ទេមកហ្នឹងហើយដើម្បីបើក server Vox CPM ហ្នឹងអូខេអញ្ចឹងចំពោះសលេង Vox CPM នេះ admin សូមបញ្ជាក់តតែបងប្អូនមានកុំព្យូទ័ររៀងខ្លាំងបន្តិចបានអាចប្រើបានណាហ្នឹងហើយ Vox CPM តបងប្អូនមានកុំព្យូទ័ររៀងខ្លាំងបន្តិចបានអាចប្រើបានហ្នឹងហើយអត់អាចកុំព្យូទ័រល្មមប្រើបានទេ Vox CPM ហ្នឹង generate សលេងវារៀងតឹងដែរបងប្អូនណាហ្នឹងហើយអញ្ចឹងបើថាបងប្អូនមានកុំព្យូទ័រល្មមបងប្អូនប្រើ Google នេះ TTS API នេះហ្នឹងហើយឬមួយក៏យើងមាន API ណាដែលស្រាលដែលអាច generate ជា
ភាសាខ្មែរបានល្អមាននឹងបន្ថែមទៅពេលក្រោយទៀតហ្នឹងហើយអូខេតែឥឡូវនេះយើងមានក៏ TTS API សិនហ្នឹងហើយជាមួយនឹង Vox CPM ហ្នឹងហើយហើយ Vox CPM នេះមាន recommend ឲ្យបងប្អូនដែលមានកុំព្យូទ័រយ៉ាងខ្លាំងឡើងចាប់ពី Core i7 អីឡើងទៅគឺយើងអាចប្រើបានហ្នឹងហើយបងប្អូនត្រឹម Core i5 អីទេហ្នឹងហើយគឺយើងអត់ចាំបាច់ប្រើ Vox CPM ហ្នឹងទេហ្នឹងហើយសារតែវារៀងតឹងដែរហ្នឹងហើយតែថាបងមានចាប់ពី Core i7 ឬក៏មួយក៏ប្រើ desktop អាធំអីរ៉ានអាហ្នឹងទៅអត់ចេះខុសទេហ្នឹងហើយហើយពេលបងប្អូន generate video មែនតើមិនធ្វើម្ដងមួយដូចមានបាក់អញទេហ្នឹងហើយយើងអាចធ្វើម្ដងច្រើនវីដេអូហ្នឹងហើយឥឡូវយើងទៅស្ដាប់សលេង Vox CPM តិចទៅយើង start server បានទេនេះ server warm ហើយចាប់តាមស្ដាប់សលេងតិចទៅនេះបងប្អូនឃើញអត់ generate សលេងលឿនណាស់ទេអត់នេះទេអត់ទីទេតែដូចមានបច្ចាក់អញ្ចឹងណាតើបងប្អូនមានកុំព្យូទ័ររៀងនេះតិចរៀងខ្លាំងបន្តិចបានអាច generate ប្រើ Vox CPM នឹងបានណាហ្នឹងហើយ សួស្តីខ្ញុំគឺជាកម្មវិធីសម្រាយរឿង AI អូខេបងប្អូនបានឮសលេងវាមិញណាហ្នឹងហើយអញ្ចឹងអានេះគឺជាសលេងផ្ទាល់ចេញពី Vox CPM ណាហ្នឹងហើយដែល admin បានដាក់ reference សលេងហើយណាហ្នឹងហើយអញ្ចឹងបងប្អូនចង់ដាក់សលេងណាចូលក៏បានដែរគ្រាន់តែ upload សលេងចូលកន្លែង reference នេះមកហ្នឹងហើយមាន male female អីហ្នឹងហ្នឹងហើយអញ្ចឹងគឺយើងនឹងនេះហើយគឺយើងនឹងអាចបញ្យកសលេងហ្នឹងដាក់ចូលនៅក្នុងវីដេអូយើងបានហ្នឹងហើយប៉ុន្តែដូចមានបញ្ជាក់ហើយបញ្ជាក់ទៀតហ្នឹងហើយវា run រៀងយូរតិច Vox CPM ហ្នឹងហ្នឹងហើយទាមទារឲ្យបងប្អូនមានកុំព្យូទ័ររៀងខ្លាំងបន្តិចបានអាចប្រើបានហ្នឹងហើយចេះមានប្រើវារួចហើយហ្នឹងហើយឥឡូវ stop វាវិញបិទ server ចោលវិញហ្នឹងហើយអញ្ចឹងអាចចុចបិទមកបិទ server ចោលវិញហ្នឹងហើយបិទ server ចោលវិញហ្នឹងហើយឥឡូវមានសុំបង្ហាញបងប្អូនទៅលើ Google TTS API សិនប្រើ Google API ចុច select លើវាមកហ្នឹងហើយហើយបងប្អូនចុច save មកណាហ្នឹងហើយចុច save មកហ្នឹងហើយអញ្ចឹងវានឹងចាប់តាម generate សលេងបងប្អូន auto ហ្នឹងហើយចុច generate audio នេះមកហ្នឹងហើយនេះ generate audio មកលឿនណាហ្នឹងហើយធម្មតា Google API លឿនចឹងបងប្អូនហ្នឹងហើយឃើញអត់ generate លឿនណាមក plan នោះវា build time track អីនេះកន្លែងនេះបង្ហាញពី process លឿនមែនតើហ្នឹងហើយលឿនមែនតើនេះហើយឥឡូវចាប់តាមស្ដាប់សាក់មើលហ្នឹងហើយ រឿងកាប់ផ្ដាច់ទឹកកកនេះខ្ញុំពិតជាសុំទោសខ្លាំងណាស់ម៉ាស៊ីនផលិតទឹកកកនៅរោងចក្រយើងស្រាប់តែខូចនៅសៀមធ្វើឲ្យគ្មានទឹកកកសូម្បីតែមួយដុំក្តាមយក្សលំដាប់កម្ពស់500គីឡូរបស់អ្នកយុគនេះប្រហែលជាคล้ายទៅជាត្រីស្អុយអស់ហើយហា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 អូខេហ្នឹងហើយអញ្ចឹងបងប្អូនបានសលេងហើយហ្នឹងហើយសលេងរបស់ Google API ហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះបើថាវាមានតួស្រីកន្លែង female នេះគឺវានឹង generate ជាសលេងស្រីឲ្យយើងមើលតែម្ដងឲ្យយើងតែម្ដង auto តែម្ដងអត់ប្រវាទេហ្នឹងហើយអញ្ចឹងបន្តមកទៀតបងប្អូនអាច isolate background music ចេញពីវីដេអូនឹងបានដែរហ្នឹងហើយឧទាហរណ៍នៅក្នុងវីដេអូមួយវាប្រកាសជាមាន music background ទេបងប្អូនហ្នឹងហើយអញ្ចឹងបើថាយើង generate តែសលេងអញ្ចឹងវាបានតែសលេងទេហ្នឹងហើយអញ្ចឹងនៅពេលដែលកន្លែងអត់មានអីនិយាយនេះកន្លែងឮសំឡេងឡានសំឡេងម៉ូតូហ្នឹងគឺវាអត់ចូលទៅក្នុងវីដេអូរបស់យើងទេអញ្ចឹងវានឹងធ្វើឲ្យវីដេអូរបស់យើងហ្នឹងឮតែសលេង AI ហ្នឹងវាអត់សូវល្អហ្មងទេអញ្ចឹងមានក៏មានមុខងារមួយដែរតែយើងអាច isolate សលេងចេញពីវីដេអូនឹងបានណាហ្នឹងហើយអញ្ចឹងបងប្អូនចុចកន្លែង setting បងប្អូននឹងអស់ទៅខាងក្រោមបងប្អូននឹងឃើញហើយនេះកន្លែងនេះហ្នឹងហើយ isolate BGM background music ណាហ្នឹងហើយ background music អូខេ isolate BGM អញ្ចឹងកន្លែងនេះយើងមាន2ជម្រើសដែរយើងអាចប្រើជាមួយនឹង Google API ក៏បានដែរប្រើជាមួយ Google API ក៏បានឬមួយក៏ប្រើជាមួយ Dimmer local នេះក៏បានដែរអញ្ចឹងDimmer នេះគឺយើងប្រើ local ម៉ាស៊ីនរបស់យើងកម្លាំងម៉ាស៊ីនរបស់យើងតែម្ដងហ្នឹងហើយហើយ Dimmer នេះស្រាលទេបងប្អូនអត់ចាំបាច់បារម្ភទេហ្នឹងហើយ Dimmer នេះស្រាលទេកុំព្យូទ័រយើងល្មមគឺយើងអាចប្រើបានដែរហ្នឹងហើយតែបើថាបងប្អូនអត់ចង់នេះទេបងប្អូនអាចប្រើ Google API បានអានេះលឿនខ្លាំងចុចតាមបន្តិចគឺបានហើយហ្នឹងហើយតែ isolate វាអត់សូវល្អប្រហែលទេហ្នឹងហើយវាសូវល្អប្រហែលទេហ្នឹងហើយលឿនតែវាអត់សូវល្អប្រហែលទេអញ្ចឹងយើងយក Dimmer នេះមកហើយមានសំសៀវហ្នឹងហើយចុចសៀវបងប្អូនមើលប៊ូតុងខាងក្រោមនេះហ្នឹងហើយនៅខាងក្រោមនេះមាន load BGM ហ្នឹងមានន័យថាបងប្អូនមានសលេងពីណាមកហ្នឹងហើយបងប្អូនមានសលេងភ្លេង background ពីណាមកបងប្អូនអាច load ចូលបានណាហ្នឹងហើយអាច upload ចូលមកវានឹងចូលមកកន្លែងខាងក្រោមនេះហើយនេះ BGM ខាងក្រោមនេះហ្នឹងហើយវានឹង load ចូលមកហើយប៉ុន្តែបើថាបងប្អូននេះទេបងប្អូនអាចប្រើ isolate BGM នេះបាន isolate BGM នេះវានឹងចាប់តាម extract ភ្លេងចេញពីវីដេអូនេះមកចូលទៅក្នុង timeline editor របស់យើងខាងលើនេះឥឡូវមានសុំបង្ហាញតែម្ដងទៅដើម្បីឲ្យឆាប់យល់ចុចកន្លែងនេះមក isolate នេះមកឃើញអត់បានតែម្ដងគឺលឿនណាស់បងប្អូនលឿនណាស់ហ្នឹងហើយយើងអាចស្ដាប់បានណានេះឃើញអត់
ហ្នឹងហើយឃើញអត់គឺវាលើតែសលេងភ្លេងទេហ្នឹងហើយលើតែសលេងភ្លេងសំឡេងឡានសំឡេងម៉ូតូនៅក្នុងវីដេអូយើងហ្នឹងណាគឺវានឹងចូលមកកន្លែងហ្នឹងតែម្ដងហ្នឹងហើយអញ្ចឹងពេលដែលបងប្អូននេះចាប់ផ្ដើម play ភាសាទៀតទៅអញ្ចឹងគឺវានឹងនេះហើយឃើញអត់ រឿងកាប់ដាច់ទឹកកកនេះខ្ញុំពិតជាសុំទោសខ្លាំងណាស់ម៉ាស៊ីនផលិតទឹកកកនៅរោងចក្រយើងស្រាប់តែខូចនៅសៀមធ្វើឲ្យគ្មានទឹកកកសូម្បីតែមួយដុំក្តាមយក្សលំដាប់កម្ពស់500គីឡូរបស់អ្នកយុគនេះប្រហែលជាคล้ายទៅជាត្រីស្អុយអស់ហើយហា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 លោកឆេងពិតជាសុំទោសអ្នកឃើញថាយកអានោះមកប្រោះតើអ្នកយល់យ៉ាងណាដែរ នេះបងប្អូនឃើញអត់កន្លែងណាវាមានភ្លេងគឺវាលើភ្លេងនឹងតែម្ដងហ្នឹងហើយអញ្ចឹងគឺវាធ្វើឲ្យវីដេអូរបស់យើងហ្នឹងកាន់តែល្អបន្ថែមទៀតដែរហ្នឹងហើយវីដេអូរបស់យើងកាន់តែល្អថែមទៀតហ្នឹងហើយយើងអាច isolate music background ជាងវីដេអូនឹងបានណាហ្នឹងហើយកន្លែងនេះអត់មានប្រវត្តិទេបងប្អូនយើងអាច import subtitle បានអាច export subtitle បានហ្នឹងហើយតែនេះមិនបងប្អូន import នេះមានន័យថាបងប្អូនមាន subtitle ពីក្រៅមកហ្នឹងហើយថាបងប្អូនមានវីដេអូហើយបងប្អូនអាច import subtitle ពីក្រៅបានហ្នឹងហើយ export subtitle នេះមានន័យថាបងប្អូនចង់ export subtitle ដែលយើង generate បាននេះជាងក្រៅណាអញ្ចឹងគ្រាន់ចុច export វាមកនេះឃើញអត់នឹងអាច generate ចេញជា file STR ហ្នឹងអានេះគឺជា file subtitle ណាឃើញអត់ generate ជា subtitle បានណាហ្នឹង generate subtitle បានណាហើយយើងអាច apply វាចូលវិញក៏បានដែរនឹងអត់បញ្ហាទេហ្នឹងហើយអត់ប្រវត្តិទេហ្នឹងហើយអញ្ចឹងគឺយើងមានមុខងារតែប៉ុណ្្នឹងឯងបងប្អូនហ្នឹងចំពោះ tool sliding របស់យើងហ្នឹងហើយហើយយើងមកដល់មុខងារសំខាន់ដែលយើងអាចកាត់តវីដេអូបានម្ដងច្រើនវីដេអូហ្នឹងហើយអញ្ចឹងបងប្អូនបើចុចលើអា isolate នេះ big processing ចុចលើវាមួយមកអញ្ចឹងយើងបើកផ្ទាំងមួយនេះគេហៅថា big processing ហ្នឹងហើយអញ្ចឹងកន្លែងនេះមានបានប្រាប់បងប្អូនហ្នឹងនេះចុចលើវាហ្នឹងមកហ្នឹងហើយអញ្ចឹងវាដាច់ចេញពីគ្នាអញ្ចឹងកម្មវិធីតែមួយទេតែធ្វើដាច់ចេញពីគ្នាដើម្បីបងប្អូនស្រួលហ្នឹងហើយអញ្ចឹងបងប្អូនបើថាបងប្អូនមានវីដេអូច្រើនអត់ចង់អីទៀតញ៉ៃទេហ្នឹងហើយ level ច្រើនហ្នឹងហើយអញ្ចឹងយើងអាចដាក់វីដេអូចូលម្ដងទាំងអស់បានហ្នឹងឥឡូវមានតបរើវីដេអូទាំងអស់មកនេះកន្លែងនេះ download នេះតេស្តវីដេអូនេះអញ្ចឹងអាចដាក់ម្ដងបាន10វីដេអូហ្នឹងហើយប៉ុន្តែថ្ងៃក្រោយកែកូដតែបន្តិចបងប្អូនអាចដាក់ម្ដងប្រហែលវីដេអូក៏បានដែរហ្នឹងហើយដាក់ម្ដងប្រហែលវីដេអូក៏បានដែរតែមានគឺថា10វីដេអូហ្នឹងគឺវាគួរសមហើយដើម្បីកុំឲ្យកុំព្យូទ័រយើងរ៉ាន់ខ្លាំងហ្នឹងហើយអញ្ចឹងគឺអាច drag drop ចូលចូលមកបាន10វីដេអូហ្នឹងហើយបាន10ម្ដង10វីដេអូហ្នឹងហើយអញ្ចឹងបងប្អូនអត់ប្រមាទទេមុខងារវាដូចនៅក្នុងផ្ទាំង Studio ដែលមានបង្ហាញនេះដែរហ្នឹងហើយគ្រាន់តែកន្លែងនេះវាអូតូទេអូតូហ្នឹងហើយអញ្ចឹងកន្លែងនេះបងប្អូនអាចចង់ឲ្យវា generate ជាស្អីខ្លះហ្នឹងហើយអញ្ចឹងបងប្អូនចង់ឲ្យវា generate ជា subtitle ជាមួយនឹង AI audio ដែលបងប្អូនបានឃើញមិញហ្នឹងហ្នឹងហើយអញ្ចឹងកន្លែងនេះបើថាបងប្អូន AI audio ហ្នឹងបើថាបងប្អូន select យក Vox CPM គឺវា generate ចេញជា Vox CPM តែម្ដងគឺសលេងហ្នឹងគឺដូចសលេងមនុស្សពិតសលេងរៀបរហល់ដែលបងប្អូនបានដាក់ចូលហ្នឹងហើយតែបើថាបងប្អូនអត់ជ្រើសរើសទេយក Google API គឺវានឹង generate មកគឺសលេងដូចដែលបងប្អូនបានឃើញក្នុងវីដេអូដែលមានបង្ហាញមិញហ្នឹងគឺជាសលេង AI របស់ Google ហ្នឹងហើយហើយកន្លែងនេះគឺ isolate ហ្នឹងហើយ isolate តែមានបង្ហាញមិញហ្នឹងចុច tick លើវាមកអញ្ចឹងគឺវានឹងទៅអូតូតែម្ដង10វីដេអូតែម្ដងហ្នឹងហើយឥឡូវមានសុំបង្ហាញមួយមកហ្នឹងហើយអញ្ចឹងចុច generate មួយមកgenerate មកហើយកន្លែងនេះបងប្អូនអាចមើលបានដែលបានបង្ហាញអញ្ចឹងអាច select យកមួយណាក៏បានដែរនេះឃើញអត់ voice engine ហ្នឹងហើយយក vox CPM អីចេះកំណត់កន្លែងនេះក៏បានដែរហើយ voice នេះយើងអាចដាក់ auto detect ចឹងមកក៏បានឬមួយក៏ចង់ generate តែ male ឬ female shot ក៏បានដែរហ្នឹងហើយតែជីទៅយើងយក auto detect ចឹងមកណាហ្នឹងហើយហើយ subtitle នេះយើងអាចចង់ដាក់កន្លែងណាចង់ដាក់ bottom top អីបានតាមចិត្តណាហើយ font size ដាក់14អី18អីហើយ subtitle ចង់ដាក់ពណ៌អីហ្នឹងហើយដាច់ select បានទាំងអស់ហ្នឹងហើយហើយកន្លែងនេះចង់ translate ជាភាសាអីបានទាំងអស់ហ្នឹងចុចតែមួយ click នេះទេហ្នឹងហើយចុច start មកបងប្អូនអាចធ្វើស្អីក៏បានដែរទុកឲ្យវារ៉ាន់ចោលកន្លែងហ្នឹងទៅហ្នឹងហើយ process បានម្ដងគឺ10វីដេអូតែម្ដងនេះឃើញអត់អញ្ចឹងវានឹងចាប់ផ្ដើម process វីដេអូទី1ហើយវីដេអូទី2វីដេអូទី3រហូតដល់ចប់តែម្ដងហ្នឹងហើយចប់អាច export ទៅផ្ទាល់តែម្ដងក៏បានឬមកក៏ចុច edit ទៅផ្ទាំង Studio មិនសិនក៏បានដែរអត់ប្រហែលទេបងប្អូនហ្នឹងហើយនេះចាប់តាម generate មួយវីដេអូទៅហើយហ្នឹងអត់ប្រហែលទេគេអត់នេះទៅនេះហើយយកវីដេអូលើហើយហ្នឹងហើយទៅហើយនេះទៅហើយអូខេ build time តាក់ហើយហ្នឹងហើយអូខេហើយមកវីដេអូឲ្យលឿនមែនតើណាហ្នឹងហើយអញ្ចឹង admin
ភ្លេចបង្ហាញកន្លែងមួយទៀតហ្នឹងហើយអញ្ចឹងអាវីដេអូនេះវីដេអូនេះបងប្អូនអាច add video big processing នេះបានណាហ្នឹងហើយបងប្អូនគ្រាន់តែចុចវីដេអូដែលយើង edit ហើយហ្នឹងណាហ្នឹងដែលយើង translate ឲ្យហើយហ្នឹងបងប្អូនគ្រាន់ចុចកន្លែងនេះមក add to the big នេះមកហ្នឹងហើយ add to the big ចឹងមកអញ្ចឹងវីដេអូរបស់យើងមិញហ្នឹងវានឹង load ចូលមកកាន់នេះហើយនេះ load ចូលមកកាន់ផ្ទាំង the big របស់យើងហើយនេះលែងមានវីដេអូហើយឃើញអត់នេះលែងមានវីដេអូហ្នឹងហើយឃើញអត់នេះនឹង load មកចូលខាងក្រោមគេនេះខាងក្រោមមិញនេះឃើញអត់វាដាក់ ready to export ហ្នឹងហើយអញ្ចឹងវានឹងចាប់ផ្ដើម add បញ្ចូលបានហើយបើថាបងប្អូន generate ហើយ generate វីដេអូនឹងហើយបងប្អូនចង់ edit ខ្លះណែចុចលើ edit to studio នេះមកហ្នឹងហើយអញ្ចឹងយើងនឹងមកផ្ទាំង studio របស់យើងវិញហ្នឹងហើយនេះបងប្អូនចង់កែទៅលើអីហ្នឹងហើយឃើញអត់ចង់កែទៅលើគេ subtitle កែ subtitle ណាពេលច្រើនយើងកែ subtitle ឲ្យស្អាតមកហ្នឹងហើយនេះឃើញអត់ font size នៅកន្លែងណានេះដាក់ធំតិចមកដាក់ពណ៌សហើយ stroke វាមានយកពណ៌ក្រហមអូខេមកដាក់ឲ្យតូចទៅមកប៉ុណ្ណឹងមកចុច apply បន្ទាប់ពី apply ហើយចុច apply to the big ចេះមកគឺវានឹងសៀវចូលទៅក្នុង the big នេះវិញហ្នឹងហើយអញ្ចឹងបងប្អូនចុចមួយសារទៀតមកនឹងឃើញstyle អ្វីដែលយើងបានធ្វើពីមុនមកគឺវាដូចគ្នាបិទតែម្ដងអញ្ចឹងចង់កែកុនបន្ថែមអីក៏បានដែរហ្នឹងហើយបន្ថែមអីក៏បានដែរហ្នឹងហើយបន្ទាប់ពីបន្ថែមហើយចង់ export ផ្ទាល់ចេះត្មងក៏បានហ្នឹងហើយ export ផ្ទាល់ចេះម្ដងទៅបានឬមួយក៏ apply to the page ចេះមកហ្នឹងហើយឬមួយក៏ចាំ apply to the page ចេះមកហ្នឹងហើយនេះឬមួយក៏វាចាំ export វីដេអូចប់អស់ចុចតាមមួយ click ទេវានឹង export វីដេអូទាំងអស់តែម្ដងចូលទៅក្នុង folder ខាងលើនេះខាងលើនេះ folder ដែលវា output ជាងក្រៅបងប្អូនឆ្លាញ់ folder មួយណាគ្រាន់ចុច browse ទៅកាន់ folder មួយហ្នឹងមកហ្នឹងហើយ select មកចង់ដាក់ folder មួយណាក៏បានដែរហើយចុច select folder ចេញមកហ្នឹងអញ្ចឹងពេលបងប្អូនចុច export all វីដេអូទៅគឺវានឹងសៀវវីដេអូយើងចូលទៅក្នុងនេះផ្ទាល់តែម្ដងអញ្ចឹងនេះគឺជាមុខងារដូចជា tool ទាំងអស់នៅក្នុង tool សម្រាប់ admin ហ្នឹងហើយអញ្ចឹងពេលដែលបងប្អូនជាវ license កម្មវិធីទៅប្រើបងប្អូននឹងបាន join ក្រុម VIP នៅក្នុងនេះមាននឹងបង្ហាញបងប្អូនលម្អិតមួយទាំងអស់អំពីមុខងារសំខាន់នៅក្នុង tool នេះក្បាយជាងនៅក្នុងវីដេអូដែលមាន demo នេះអូខេអញ្ចឹង admin នឹងចាប់តាម release tool នឹងឲ្យបងប្អូនប្រើប្រាស់ចាប់ពីស្អែកហ្នឹងទៅហ្នឹងហើយអញ្ចឹងបងប្អូនអាចជាវទៅប្រើប្រាស់បានណាហ្នឹងហើយអូខេអរគុណច្រើនបងប្អូននៅក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនជំរាបលាចាំជួបគ្នានៅវីដេអូ update បន្តទៀតអរគុណច្រើន